ជាថ្មីម្ដងទៀតខ្ញុំបកាណាខ្ញុំសូមក្រាបថ្វាយបង្គំព្រះធេរានុធេរៈគ្រប់អង្គជាទីសក្ការៈបងប្អូនជនរួមជាតិគ្រប់រូបជាទីស្រឡាញ់ពេលនេះខ្ញុំមានកិត្តិយសនិងមោទនភាពក្រៃលែងដែលយើងទាំងអស់គ្នាមកជួបជុំគ្នានៅទីតាំងវិមានឯករាជ្យដែលជានិមិត្តរូបនៃអធិបតេយ្យជាតិខ្មែរក្នុងស្មារតីរួបរวมសាមគ្គីជាធ្លុងមួយគ្រប់គ្រងរាជរដ្ឋាភិបាលនិងកងកម្លាំងជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យនិងបូរណភាពទឹកដីនៅរបស់ព្រះរាជាណាចក្រកម្ពុជាប្រកបណាស់យើងទាំងអស់គ្នាក្នុងនាមជាប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងក្នុងនិងក្រៅប្រទេសបាននឹងកំពុងតាមដានដោយយកចិត្តទុកដាក់ពីការវិវត្តជាបន្តបន្ទាប់នៃស្ថានភាពទំនាក់ទំនងកម្ពុជាថៃដែលមានការវិវត្តទៅមុខពីមួយថ្ងៃទៅមួយថ្ងៃក្នុងស្មារតីនេះដំណើរថ្មើរជើងរបស់ខ្មែររាប់ម៉ឺននាក់នាពេលនេះមិនមែនជាការបង្ហាញកម្លាំងឬការគំរាមកំហែងទៅនរណានោះទេប៉ុន្តែដើម្បីបង្ហាញសាមគ្គីភាពក្នុងការគាំទ្រលើប្រសាសន៍និងគោលជំហរដ៏រឹងមាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលក្នុងនោះបានលើកឡើងលោកទាំងទ្វេបានលើកឡើងថាទី1គាំទ្រដាច់ខាតនៅភាពត្រឹមត្រូវរបស់កម្ពុជាដែលក្នុងនោះយើងមិនចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បី1មីលីម៉ែត្រប៉ុន្តែកម្ពុជាក៏មិនអោយនរណាយកទឹកដីសូម្បី1មីលីម៉ែត្ររបស់កម្ពុជាយើងផងដែរទី2គាំទ្រវិធានការរាជរដ្ឋាភិបាលទាំងផ្នែកការទូតផ្នែកការពារជាតិផ្នែកច្បាប់និងខឿនការពារជាតិប្រជាជនដោយប្រកាន់ខ្ជាប់នៅគោលជំហររក្សាសន្តិភាពមិត្តភាពកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងនិងមានភាពចាស់ទុំក្នុងការដោះស្រាយបញ្ហាដោយមិនចង់ពង្រីកបញ្ហាទៅលើវិស័យផ្សេងមួយណានោះឡើយ3គាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីផ្អែកទៅលើច្បាប់អន្តរជាតិតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3ដោយចូលលើស្មារតីត្រូវពន្លត់ភ្លើងជាងអង្គុយបកផ្សាយក្នុងន័យនេះសារជាថ្មីម្ដងទៀតបានបញ្ជាក់ថាកម្ពុជានឹងគោរពតាមការសម្រេចចិត្តរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ បងប្អូនជនរួមជាតិជាទីស្រឡាញ់ក្នុងគណៈពេលដែលយើងទាំងអស់គ្នាជួបជុំគ្នានៅទីនេះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបាននឹងកំពុងដឹកនាំគិតគូរនិងគ្រប់គ្រងលើគ្រប់ការដ្ឋានការងារទាំងអស់ដើម្បីធានាថាព្រះរាជាណាចក្រកម្ពុជារក្សាបាននូវអធិបតេយ្យបូរណភាពទឹកដីកិត្តិយសក៏ដូចជាផលប្រយោជន៍ជាតិនិងប្រជាជនគ្រប់រូបលើការដ្ឋានការទូតអាយដាមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបាននឹងកំពុងប្រើប្រាស់គ្រប់មធ្យោបាយការទូតយ៉ាងសកម្មទាំងទ្វេភាគីនិងពហុភាគីដើម្បីការពារផលប្រយោជន៍និងបង្ហាញនៅភាពត្រឹមត្រូវរបស់កម្ពុជានៅលើឆាកអន្តរជាតិបន្ថែមពីលើនេះនាពេលកន្លងថ្មីនេះកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជាថៃ JBC ដែលភាគីកម្ពុជាដឹកនាំដោយអាយដាមឡាំជារដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការឋានកិច្ចការព្រំដែននិងអិសរាជជនដទៃទៀតបានខិតខំចរចាក្នុងការជំរុញវឌ្ឍនភាពលើការងាររបស់បង្គោលព្រំដែនកម្ពុជាថៃនិងកិច្ចការដទៃទៀតដោយផ្អែកលើឧត្តមប្រយោជន៍កម្ពុជាជាគោលលើការដ្ឋានច្បាប់រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់លិខិតផ្លូវការទៅដល់តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេរួចរាល់កាលពីថ្ងៃទី16ខែមិថុនាកន្លងទៅនេះដើម្បីរកដំណោះស្រាយដោយសន្តិវិធីជាស្ថាពរផ្អែកលើច្បាប់អន្តរជាតិដោយមិនអូសបន្លាយនៅចំនួនរ៉ាំរ៉ៃលើតំបន់ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3គណៈកម្មការរៀបចំឯកសារដើម្បីប្តឹងនេះ
គឺដឹកនាំដោយផ្ទាល់ដោយឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងមានការគ្រប់គ្រងលើការងារបច្ចេកទេសច្បាប់ដោយឯកឧត្តមកើតរិទ្ធឧបនាយករដ្ឋមន្ត្រីក្រសួងយុតិធម៌និងក្រុមអ្នកច្បាប់ដ៏ជំនាញរបស់កម្ពុជាលើការងារការដ្ឋានយោធាឯកឧត្តមនាយឧត្តមស្រីទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិជាមួយមេបញ្ជាការរងនិងនាយទាហានរងពលទាហាននគរបាលការពារព្រំដែនគ្រប់រូបដែលកំពុងឈរជើងនៅទិសព្រះវិហារនិងទិសឧត្តមមានជ័យបានគ្រប់គ្រងស្ថានភាពតាមរយៈការដឹកនាំការតាមដាននិងការវាយតម្លៃជាប្រចាំហើយក្នុងនោះតាមរយៈការចង្អុលបង្ហាញតាមរចនាសម្ព័ន្ធនៃកងយុទ្ធពលខេមរៈភូមិន្ទគ្រប់កម្រិតនាយទាហានរងពលទាហាននិងនគរបាលការពារព្រំដែនគ្រប់រូបកំពុងឈរជើងនិងត្រៀមខ្លួនជាស្រេចដើម្បីការពារបូរណភាពទឹកដីនិងមិនអនុញ្ញាតដាច់ខាតឲ្យមានការប៉ុនប៉ងរំលោភឈ្លានពានពីបរទេសទោះក្នុងតម្លៃណាក៏ដោយបងប្អូនជនរួមជាតិជាទីស្រឡាញ់បន្ថែមលើកិច្ចខិតខំប្រឹងប្រែងខាងលើថ្នាក់ដឹកនាំកម្ពុជានៃព្រះរាជាណាចក្រកម្ពុជាបានផ្ដល់អនុសាសន៍ដល់ក្រសួងស្ថាប័ននិងអាជ្ញាធររាជធានីខេត្តដែលជាសេនាធិការដើម្បីអនុវត្តដោយយកចិត្តទុកដាក់និងគ្រប់ជ្រុងជ្រោយដោយផ្ដោតទៅលើសុវត្ថិភាពនិងផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរគ្រប់រូបជាចម្បងក្នុងនោះការត្រៀមជម្លៀសប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែនក្នុងករណីមានការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធហើយចំពោះពលករខ្មែរនៅប្រទេសថៃរាជរដ្ឋាភិបាលបានត្រៀមរួចជាស្រេចក្នុងការទទួលត្រឡប់មកមាតុភូមិវិញតាមរយៈការផ្ដល់មធ្យោបាយដឹកជញ្ជូនក្នុងការទទួលត្រឡប់មកមធ្យោបាយដឹកជញ្ជូនការសម្រួលឯកសារគ្រប់ប្រភេទការជួយស្វែងរកការងារក្នុងប្រទេសការចាត់ឲ្យក្រសួងសេដ្ឋកិច្ចនិងក្រសួងពាក់ព័ន្ធជួយអន្តរាគមន៍ផ្នែកសេដ្ឋកិច្ចនិងសង្គមក៏ដូចជាបានអំពាវនាវដល់សមាគមធនាគារនិងមីក្រូហិរញ្ញវត្ថុកម្ពុជាដើម្បីពិនិត្យលទ្ធភាពសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់ប្រជាពលករដែលត្រឡប់មកវិញថ្នាក់ដឹកនាំកម្ពុជាកម្ពុជាក៏បាននឹងកំពុងអំពាវនាវក្នុងការស្វែងរកទីផ្សារកសិផលក្នុងស្រុកនិងក្រៅស្រុកបន្ថែមដើម្បីឆ្លើយតបនឹងផលប៉ះពាល់ដែលកើតពីការបិទច្រកព្រំដែនផងដែរចំពោះនិស្សិតដែលកំពុងសិក្សានៅប្រទេសថៃបើសិនត្រូវគេបញ្ឈប់ពីរៀនឬមានការរើសអើងមួយណាអាចត្រឡប់មកវិញដោយទទួលបានអាហារូបករណ៍ដើម្បីបន្តការសិក្សានៅក្នុងស្រុកក្នុងស្មារតីនេះក្នុងនាមបងប្អូនជនរួមជាតិដែលមានវត្តមាននៅទីនេះនិងខ្មែរទាំងក្នុងនិងក្រៅប្រទេសខ្ញុំសូមសម្ដែងនៅការដឹងគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលជាសសរស្តម្ភដ៏រឹងមាំក្នុងការការពារអធិបតេយ្យបូរណភាពដែនដីកិច្ចការភាពជាតិដោយតែងតែផ្ដល់ភាពកក់ក្ដៅនិងសេចក្តីសុខសាន្តដល់ខ្មែរគ្រប់រូបបងប្អូនជនរួមជាតិជាទីរាប់អានខ្ញុំសូមអរគុណសម្រាប់ទឹកចិត្តអ្នកទាំងអស់គ្នាដែលបានចូលរួមបង្ហាញឆន្ទៈនិងស្មារតីស្នេហាជាតិគាំទ្ររាជរដ្ឋាភិបាលនាពេលនេះព្រះសង្ឃគ្រប់ព្រះអង្គម្ចាស់ឯកឧត្តមលោកជំទាវអុកញ៉ាលោកស្រីដែលជាថ្នាក់ដឹកនាំមន្ត្រីរាជការប្រតិភូគណៈបកនយោបាយលោកគ្រូអ្នកគ្រូសិល្បករសិល្បការិនីកីឡាករកីឡាការិនីវិស័យឯកជនបងប្អូន KOL បងប្អូនខ្មែរអ៊ីស្លាមនិងសាសនិកសាសនានានាក៏ដូចជាបងប្អូនអត្តពលិកប៉ារ៉ាឡ িম্প ពិកកម្ពុជាបានចូលរួមដោយទឹកចិត្តដ៏មោះមុតដើម្បីជាតិខ្មែរយើងម៉ោងនេះពេលនេះទោះយើងមកពីមជ្ឈដ្ឋានផ្សេងគ្នាហើយមានភាពមមាញឹករៀងខ្លួនប៉ុន្តែពេលប្រទេសជាតិត្រូវការយើងក្នុងស្មារតីរួមជាខ្មែរតែមួយគឺយើងនៅទីនេះរួមគ្នាដើម្បីបង្ហាញឆន្ទៈទឹកចិត្តក្តីស្រឡាញ់និងស្មារតីគិតគូរដល់សុខទុក្ខរបស់ប្រទេសជាតិយើងឈរនៅទីនេះរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា
ចំពោះគ្រប់វិធានការក្នុងការដោះស្រាយបញ្ហាដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាស្មារតីយើងសកម្មភាពយើងកាយវិការនិងសម្លេងនៃការគាំទ្ររបស់យើងម្នាក់ៗគឺជាកម្លាំងចិត្តនិងធម៌ពលបន្ថែមសម្រាប់រាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់យើងបងប្អូនខ្មែរគ្រប់រូបជាទីរាប់អានការជួបជុំគ្នានៅថ្ងៃនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលប្រជាជនខ្មែរគ្រប់រូបចង់បង្ហាញប្រាប់ថានៅពេលប្រទេសជាតិប្រឈមនឹងការគំរាមកំហែងឬការប្រមាថណាមួយប្រជាជនកម្ពុជាប្រជាជនខ្មែរនឹងមិននៅស្ងៀមនោះទេហើយយើងនឹងងើបឈរដោយស្មារតីរួមគ្នាគាំទ្ររាជរដ្ឋាភិបាលកម្ពុជានិងកងកម្លាំងជាតិក្នុងការការពារបូរណភាពទឹកដីការពារផលប្រយោជន៍ជាតិនិងការពារភាពសុខសាន្តរបស់ប្រទេសជាតិនិងប្រជាជនយើងអាចនិយាយបានថាការជួបជុំគ្នានៅក្នុងថ្ងៃនេះរបស់យើងទាំងអស់គ្នាលើសពីត្រឹមតាមពីការជួបជុំជាលក្ខណៈមហាគ្រួសារខ្មែរដើម្បីបង្ហាញទឹកចិត្តសាមគ្គីស្មារតីភាពមោះមុតនឹងការផ្ដល់កម្លាំងចិត្តនិងជំនឿទុកចិត្តទៅដល់រាជរដ្ឋាភិបាលកម្ពុជានិងកងកម្លាំងរបស់យើងការជួបជុំរបស់យើងគឺបង្ហាញនៅមនោសញ្ចេតនាក្នុងលក្ខណៈជាមហាគ្រួសារខ្មែរថាពេលដែលប្រទេសជាតិត្រូវការយើងគឺយើងនឹងចេញមកបង្ហាញในស្មារតីនេះតែក្នុងនោះក៏ខ្ញុំសូមលើកឡើងថាជាទស្សនៈផ្ទាល់ខ្លួនការជួបជុំគ្នារបស់យើងក៏អាចជាសារមួយផងដែរហើយសារនោះគឺជាអ្វីគឺការជួបជុំគ្នារបស់យើងនៅក្នុងថ្ងៃនេះគឺបញ្ជាក់ថាពេលដែលប្រទេសកម្ពុជាមានការគំរាមកំហែងប្រជាជាតិខ្មែរនឹងមិននៅស្ងៀមនោះទេយើងនឹងងើបឈរដោយស្មារតីរួមគ្នាគាំទ្ររាជរដ្ឋាភិបាលកម្ពុជានិងកងកម្លាំងជាតិរបស់យើងក្នុងការការពារបូរណភាពទឹកដីការពារប្រយោជន៍ជាតិនិងការពារភាពសុខសាន្តរបស់យើងប្រជាជនខ្មែរនឹងមិននៅស្ងៀមនោះទេបើសិនជាមានការគំរាមកំហែងណាមួយនិងការប្រមាថណាមួយទៅលើកិត្តិយសនិងដែនសមត្ថដែនបូរណភាពទឹកដីរបស់ប្រជាជនកម្ពុជាទោះយ៉ាងណាក្តីគឺយើងជ្រើសរើសស្របទៅតាមការណែនាំនិងគោលចំហរបស់សម្ដេចតេជោនិងសម្ដេចមហាបវរធិបតីគឺដោះស្រាយរាល់បញ្ហារបស់កម្ពុជាដោយសន្តិវិធីនិងផ្អែកទៅលើមូលដ្ឋាននៃច្បាប់ក្នុងស្មារតីនេះសូមបងប្អូនជនរួមជាតិចងចាំថាការរួបរวมរបស់យើងនៅថ្ងៃនេះគឺស្របទៅតាមព្រះរាជបណ្ដាំរបស់សម្ដេចតាថាខ្មែររួបរวมខ្មែរខ្លាំងដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់កម្ពុជាតាំងពីអតីតកាលរហូតដល់ថ្ងៃនេះនិងតទៅអនាគតលើមូលដ្ឋាននៃការរួបរวมនេះដែលយើងត្រូវចេះរៀនរស់ដោយខ្លួនឯងដោយប្រសាសន៍ណែនាំជាបន្តរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីក្នុងការសម្រេចឲ្យបាននូវការការពារអធិបតេយ្យភាពបូរណភាពដែនដីសុខសន្តិភាពស្ថិរភាពនិងអភិវឌ្ឍសង្គមកម្ពុជាក្រោមម្លប់ដ៏ត្រជាក់ត្រជុំរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាអង្វែងតរៀងទៅជ័យយោព្រះរាជាណាចក្រកម្ពុជាសូមអរព្រះគុណសូមអរគុណ